ជម្រាបសួរបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីការដាក់ animation trigger នៅក្នុងកម្មវិធី Microsoft Office PowerPoint អញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅមើលពីរបៀបធ្វើវាបងប្អូនបាទសួស្តីម្ដងទៀតអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបធ្វើបែបនេះអញ្ចឹងការដាក់ animation trigger គឺយើងកំណត់ឧទាហរណ៍ថានៅពេលដែលយើង slide show យើងមាន object ជាលក្ខណៈបែបនេះគឺមានន័យថាយើងដាក់ trigger នៅពេលដែលយើង click នៅលើ object មួយវានឹងចេញ object មកមួយទៀតអញ្ចឹងអ្នកនរគ្នាអាចមើលវីដេអូនេះបងប្អូនឃើញទេចឹងឧទាហរណ៍នៅពេលដែលខ្ញុំចាប់ដើមចុចលេខ1ឧទាហរណ៍ខ្ញុំចុចនៅលើ object លេខ1គឺវាចេញបែបនេះមកចឹងនៅពេលដែលខ្ញុំចុចលេខ1ទៅវិញគឺវានឹងថយទៅវិញចឹងនឹងគឺជាការកំណត់ដាក់ trigger នៅលើ object របស់យើងទាក់ទងជាមួយគ្នានឹង animation នេះអូខេបាទគឺបែបនេះចឹងមកខាតពេលយូរយើងទៅមើលពីរបៀបធ្វើវីដេអូគ្នាអ្នកនរគ្នាត្រូវ create slide មួយសិនជាលើកដំបូងអ្នកនរគ្នាត្រូវ create slide ហើយអ្នកនរគ្នាគូស shape ឲ្យចេញជារាងបែបហ្នឹងមកអញ្ចឹង shape អ្នកនរគ្នាចង់បានទម្រង់បែបណាក៏បានដែរអញ្ចឹងជាក់ស្ដែងគឺខ្ញុំធ្វើដូចឧទាហរណ៍ដែលខ្ញុំបានលើកមកបង្ហាញអ្នកនរគ្នាអូខេអញ្ចឹងពេលហ្នឹងគឺយើងបានគូស shape ហើយអ្នកនរគ្នាយើងចាប់ផ្ដើមចូលទៅដាក់ animation ឲ្យ shape មួយនេះអញ្ចឹងតើតើនឹង shape ដែលជា object របស់យើងសម្រាប់ click ហ្នឹងគឺយើងអត់បានដាក់ animation ឲ្យវាទេដោយសារវា stand នៅនឹងស្រាប់ដើម្បីឲ្យយើងចុចឲ្យយើង click នៅលើវាតើអញ្ចឹងយើងចាប់ដាក់ animation តើតើនឹងការដាក់ animation បើសិនជាអ្នកទាំងនេះចង់ធ្វើដូចខ្ញុំបែបមិញគឺយើងចុចមានចេញមានចូលវាមាន fly in វាមាន fly out ចឹងយើងត្រូវដាក់ animation ហើយយើងកំណត់ trigger ឲ្យវាម្ដងមួយម្ដងអូខេឥឡូវយើងចាប់ដាក់ fly in អញ្ចឹងនៅក្នុង fly in គឺអាស្រ័យលើអ្នកទាំងនេះចង់បាន fly ពីណាពីលើចុះក្រោមពីក្រោមទៅលើពីឆ្វេងស្ដាំឬក៏ស្ដាំឆ្វេងអ្នកទាំងនេះកំណត់វានៅលើ effect option កន្លែងនេះអញ្ចឹងខ្ញុំចង់ឲ្យវារត់ from right មានន័យថាឲ្យវារត់ពីស្ដាំមកបែបនេះអូខេអញ្ចឹងនៅពេលដែលខ្ញុំកំណត់ឲ្យវាមួយហើយអ្នកនរគ្នាចាប់ផ្ដើមចូលទៅកាន់ trigger នៅពេលដែលយើងកំណត់ដាក់ animation ឲ្យវាហើយអ្នកនរគ្នាចាប់ផ្ដើមចូលទៅកាន់ trigger កន្លែងនេះអ្នកនរគ្នាយកពាក្យថា on click អញ្ចឹង on click គឺសំខាន់កន្លែងនេះតើអ្នកនរគ្នាចង់ click លើមួយណាដើម្បីឲ្យវា animation នេះដំណើរការតែនេះអ្នកនរគ្នាអញ្ចឹងនៅក្នុងនេះដោយសារយើងមាន shape តែចំនួន4នៅលើ slide របស់យើងអញ្ចឹងក្នុងនេះវាលោត4អញ្ចឹងអ្នកនរគ្នា on click យើងចង់ click នៅលើមួយណា click នៅលើមួយនេះត្រូវទេអញ្ចឹងនៅលើមួយហ្នឹងគឺយើងយកពាក្យថា oval 1បាទអ្នកនរគ្នាចំណាំទៅពេលខ្លះវាអត់អាចចេញ oval 1ឬក៏ oval 2ទេវាអាចចេញ oval 3 4 5 6អីយ៉ាងផ្សេងទៅតែអាស្រ័យលើអ្នកនរគ្នាមួយណាដែលយើងគូសមុនគឺវានៅលើគេហើយតែណាអញ្ចឹងយើងយក click នៅលើ oval 1បន្ទាប់មកទៀតអ្នកនរគ្នាត្រូវ add animation មួយទៀតដើម្បីដាក់នៅពេលដែលយើង click អានឹងហើយឲ្យវាត្រឡប់ចេញទៅក្រៅវិញមានន័យថាឲ្យវា fly in ហើយនៅពេលយើង click ឲ្យវា fly out ទៅវិញធ្វើ style ដូចបែបខ្ញុំដែលខ្ញុំបានបង្ហាញអ្នកនរគ្នាមិញអញ្ចឹងយើងចាប់ផ្ដើម add animation មកអ្នកនរគ្នាពេលដែលយើងដាក់បន្ថែម animation គឺយើងត្រូវ add animation អញ្ចឹងទាក់ទងនឹងការ add animation អ្នកនរគ្នាចង់ឲ្យវា exit ទៅវិញត្រូវ fly out ទៅវិញគឺអ្នកនរគ្នាគេនេះអញ្ចឹងពាក្យថា exit ហ្នឹងគឺមានន័យថា animation ដែលធ្វើឲ្យ object របស់យើងចេញពី slide ទៅចាក់ចេញពី slide អូខេដល់ពេលដែលយើងយក fly out គឺយើងកំណត់ដូចកាលពីយើង fly in មកយើងឲ្យវាគេយើង fly ចេញពី right មក fly ចេញពីផ្នែកខាងស្ដាំចេញមកអញ្ចឹងនៅពេលដែលយើង fly out គឺឲ្យវាត្រឡប់ទៅស្ដាំវិញគេយើងមើលនៅលើ effect option គឺយើងថា to right ទៅវិញអូខេអញ្ចឹងយើងកំណត់ trigger មួយទៀតដល់នេះកន្លែងនេះបើសិនជាយើងអត់កំណត់ trigger មួយទៀតទេនៅពេលដែលយើង click គឺវានឹង load ទៅកាន់ object ទៅទៀតហើយវាអត់អាចនៅក្នុងនេះទៀតទេអញ្ចឹងយើងយក trigger oval 1អញ្ចឹងសម្រាប់ការកំណត់ oval 2ហើយនិង rectangle ខាងក្រោមហ្នឹងគឺអ្នកនរគ្នាអាចធ្វើវាបានតែខ្លួនឯងវិធីសាស្ត្រគឺធ្វើដូចគ្នាទេអ្នកនរគ្នាតោះឥឡូវយើងទៅមើលពីលទ្ធផលដល់គ្នាអូខេហើយដែលបានកន្លែងនេះវាចេញដោយសារយើងអត់បានកំណត់ animation យើងបានកំណត់អីទាំងអស់ក្នុងនឹងហ្នឹងគឺទុកឲ្យអ្នកនរគ្នាធ្វើដោយខ្លួនឯងឥឡូវយើងចាប់ដើម click oval 1អូខេចេញមកហើយអញ្ចឹងយើង click oval 1ទៀតវានឹងបាត់ហើយសម្រាប់ oval 2យើង click អត់គឺអត់បាន click ទេដោយសារយើងអត់បានកំណត់អីទាំងអស់វិញអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលា